ជម្រាបសួរបាទម្លេះថ្ងៃទី23បាទខែ10ឆ្នាំ2025យើងចុះមកមើលស្រែបងរ៉ានបាទដែលមានស្រូវបកត់ពូជ5451ឥឡូវអាយុ38ថ្ងៃដោយសារស្រូវគាត់លិចទឹកពេកឥឡូវស្រូវ stress ឥឡូវដើមវាល្អិតហើយពណ៌រាងក្រហមអញ្ចឹងខ្ញុំចុះមកមើលផ្ទាល់ឃើញថាស្រូវហ្នឹងត្រូវបាញ់ថ្នាំដោយសារមានចង្កូវកាត់ស្លឹកហើយនឹងស៊ីសអញ្ចឹងខ្ញុំប្រើថ្នាំរបស់ក្រុមហ៊ុនសារកាបាទយើងប្រើសារកាអេម៉ាបាទយើងបូកជាមួយនឹងសារកាប្រហារដង្កូវហើយនឹងបូកជាមួយនឹងបាក់តេរីសារកាបាក់តេរីបាទហើយនឹងសារកាវាក់មួយបាទសារកាញឹមបាទបូកជំរុញបណ្ដោះឫសបាទកុំឲ្យស្រូវនឹងវា stress អញ្ចឹងយើងប្រើបាទ4មុខចូលគ្នាបាទដើម្បីការពារហើយនឹងកម្ចាត់កង្កូវនៅក្នុងស្រូវអញ្ចឹងចាំមើលលទ្ធផលទាំងអស់គ្នាបន្ទាប់ពីបាញ់បាន3 ទៅ 4 ថ្ងៃខ្ញុំមកពិនិត្យមើលម្ដងទៀតបាទសូមអរគុណ